បាទសូមក្រាបថ្វាយបង្គំប្រធារាគ្រប់ព្រះអង្គនិងជំរាបសួរដល់ពុកម៉ែបងប្អូនខ្មែរគ្រប់រូបដែលកំពុងតែតាមដានទស្សនាបទធម៌បាទថ្ងៃនេះខ្ញុំមានសេចក្តីត្រេកអរណាស់ដែលបានចេញមកជួបនិងថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលបានគ្រប់គ្រងប៉ុកនេះកន្លងមកបងប្អូនប្រហែលជាធ្លាប់ស្ដាប់វីដេអូព្រះធម៌អប់រំចិត្តជាច្រើនក្នុងប៉ុកធម៌ប៉ុន្តែថ្ងៃនេះខ្ញុំចង់មកចែករំលែកនៅគោលបំណងពិតប្រាកដដែលខ្ញុំបានបង្កើតប៉ុកធម៌នេះឡើងគឺដើម្បីជាចំណែកតូចមួយក្នុងការលើកកម្ពស់សិលធម៌សង្គមនិងជួយឲ្យបងប្អូនទទួលបាននៅសេចក្តីសុខផ្លូវចិត្តតាមរយៈការស្ដាប់ព្រះធម៌អប់រំផ្សេងៗបងប្អូនប្រកាសជាឃើញហើយថានៅក្នុងប៉ុស្តិ៍YouTube ធម៌នេះភាគច្រើនគឺជាការសម្រាំងយកខ្លឹមសារធម៌វិសេសវិសាលពីលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សមូលហេតុដែលខ្ញុំជ្រើសរើសយកមេរៀនរបស់លោកគ្រូមកកាត់តនិងរៀបចំឡើងវិញនេះគឺដោយសារតែការបកស្រាយរបស់លោកគ្រូគឺពិតជាមានភាពរស់រវើកងាយយល់និងមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់អនុវត្តក្នុងជីវិតប្រចាំថ្ងៃតាមរយៈការស្ដាប់និងការកាត់តវីដេអូលោកគ្រូបាទប្រហែលជា100វីដេអូនេះគឺជាចំណុច3ដែលខ្ញុំបានរៀននិងចង់ឲ្យបងប្អូនចងចាំផងដែរបាទចំណុចទី1គឺខ្ញុំទទួលបានពីលោកគ្រូអំពីការរស់នៅឲ្យមានតម្លៃដូចជាស្លឹកចេកបាទលោកគ្រូតែងតែដាស់តឿនឲ្យយើងប្រើជីវិតឲ្យមានប្រយោជន៍ដល់អ្នកដទៃកុំឲ្យរស់នៅគ្រាន់តែដើម្បីខ្លួនឯងហើយចំណុចទី2គឺលោកគ្រូឲ្យយើងទាំងអស់គ្នានឹងបាទមានការរងាប់ចិត្តពេលជួបទុក្ខលោកគ្រូបានបញ្ជាក់ថាទុក្ខគឺកើតចេញពីការប្រកាន់បើយើងចេះលះបង់ការប្រកាន់នោះចិត្តនឹងស្ងប់បាទអញ្ចឹងជាចំណុចដែលប្រសើរបំផុតដែលខ្ញុំទទួលបានពីលោកគ្រូរីឯចំណុចទី3គឺជាចំណុចដែលអប់រំយើងឲ្យបាទមានការអភ័យមេត្តាធម៌ឲ្យបានច្រើនអញ្ចឹងក្នុងនេះគឺលោកគ្រូចង់បង្ហាញពីធម្មជាតិពិតរបស់មនុស្សអញ្ចឹងការយល់ពីបរមត្ថធម៌ជួយឲ្យយើងលែងឆ្ងល់ពីចរិតមនុស្សជុំវិញខ្លួនឯងបាទហើយរស់នៅដោយមានមេត្តាធម៌កាន់តែច្រើនបាទហើយជាចុងក្រោយគ្មានអ្វីនឹងត្រូវលើកយកមកបង្ហាញទៀតទេតែខ្ញុំសន្យាថាខ្ញុំនឹងបន្តខិតខំស្វែងរកបាននឹងសម្រាំងយកមេរៀនធម៌ល្អមកកាត់តនិងចែកចាយជាធម្មទានដល់បងប្អូនបន្តទៀតប្រសិនបើបងប្អូនមានមតិយោបល់ឬចង់ឲ្យខ្ញុំលើកយកប្រធានបទណាដែលលោកគ្រូធ្លាប់បានសម្ដែងមកបង្ហាញសូមបញ្ចេញមតិនៅខាងក្រោមវីដេអូនេះបាទហើយសូមកុំភ្លេចបាទចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូធម៌ថ្មីពីប៉ុស្តិ៍ធម្មបាទសូមគោរពជូនពរបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ប្រការសូមអរគុណនិងសូមជម្រាបលា